រៀបសួរបងប្អូនដែលសារទទួលបានសារពីអតិថិជនជាច្រើនដែលគាត់ឆ្ងល់ថាតើបន្ទាប់ពីសម្រួលសាយហើយនៅពេលដែលគាត់ចង់ទៅកន្លែង steam sauna តើគាត់គួរស្អំទឹកក្តៅឬក៏ទឹកត្រជាក់ដែលល្អអញ្ចឹងនៅពេលដែលបងប្អូនបន្ទាប់ពីសម្រួលសាយហើយថ្ងៃទី1ពីខាងគីមសារបស់យើងសូមណែនាំបងប្អូនកុំទាន់ត្រាំទឹកត្រជាក់នៅថ្ងៃទី1បន្ទាប់ពីសម្រួលសាយហើយដោយសារអីដោយសារនៅពេលដែលយើងសម្រួលទៅសាយហើយចរន្តឈាមរបស់យើងគឺបើកទាំងអស់នៅពេលដែលបងប្អូនទៅត្រាំទឹកត្រជាក់គឺនឹងងាយធ្វើឲ្យចរន្តឈាមបងប្អូនគាំងទៅតឹងទៅសាយពេលខ្លះមានអារម្មណ៍ថាតឹងមកខ្លួនក៏មានដែរតែបើសិនជាបន្ទាប់ពីសម្រួលសាយហើយបាន24ម៉ោងឬក៏ថ្ងៃទី2នៅបងប្អូនអាចស្រង់ទឹកត្រជាក់បានក្នុងករណីមួយទៀតបើសិនជាបងប្អូនអ្នកដែលគាត់មានបញ្ហាសន្លាក់ឬក៏បញ្ហាឈឺសន្លាក់ឈឺសាច់ដុំបងប្អូនអាចត្រាំទឹកត្រជាក់បាននៅពេលដែលបងប្អូនឈឺខ្លាំងបានន័យថាភាពរលាកនឹងចាប់ផ្ដើមមានឡើងនៅពេលដែលបងប្អូនអាចស្អំទឹកកកឬទឹកត្រជាក់បានគឺវានឹងបន្ថយភាពរលាកនឹងជូនបងប្អូនចាប៉ុន្តែករណីដែលស្អំទឹកក្តៅគឺបងប្អូនដែលមានការឈឺតឹងណែនសាច់ដុំខ្លាំងបានន័យថាបងប្អូនប្រឹងធ្វើការខ្លាំងសាច់ដុំរឹងខ្លាំងការកតាក់សាច់ដុំអត់រលាកបានល្អទេអញ្ចឹងបងប្អូនគួរតែស្អំទឹកក្តៅចាហើយបងប្អូនដែលធ្វើការឈរច្រើនបងប្អូនដែលធ្វើការដែលអត់បានមានពេលធ្វើលំហាត់ប្រាណអញ្ចឹងបងប្អូនគួរតែស្អំទឹកក្តៅដើម្បីអីដើម្បីឲ្យសាច់ដុំបងប្អូនគឺរលាកភាពតឹងណែនមកវិញចាឲ្យសាច់ដុំបងប្អូនចាប់ផ្ដើមមានភាពទន់ធូរស្រាលមកវិញនឹងជួយជំរុញកសែឈាមបងប្អូនឲ្យដំណើរការល្អមកវិញអញ្ចឹងបងប្អូនដែលមានចម្ងល់អាច comment សួរក្នុងវីដេអូនេះបានឬក៏ឆាតមក page ផ្ទាល់បងប្អូនអាចប្រឹក្សាពីអាការៈបងប្អូនផ្ទាល់ជាមួយនឹងនេះខ្ញុំដែលអាចជួយបកស្រាយបញ្ហាបងប្អូននីមួយៗបានកុំភ្លេច share វីដេអូនេះមួយផងដើម្បីជាអត្ថប្រយោជន៍ដល់បងប្អូនផ្សេងទៀតអរគុណ